សូមលំអរកាយគោរពជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តមិត្តអ្នកស្ដាប់ទាំងអស់គ្នានៅក្នុងរាត្រីនេះផងដែរយប់ស្ងាត់មានសាច់រឿងមួយយកមកចែករំលែកឲ្យបងប្អូនបានស្ដាប់កំសាន្តដែលសាច់រឿងខ្ញុំទទួលបានមកពីបងប្រុសរុនដែលគាត់រស់នៅខាងខេត្តព្រៃវែងអញ្ចឹងចង់ដឹងថាសាច់រឿងបងរុនមានលក្ខណៈបែបណាសូមបងប្អូនរីករាយស្ដាប់ឲ្យដល់ចប់ទាំងអស់គ្នាហើយសូមបងប្អូនជួយចុច Subscribe Channel YouTube ម្នាក់មួយផងដើម្បីផ្ដល់ជាកម្លាំងចិត្តមកកាន់ Admin អញ្ចឹងកុំឲ្យខាតពេលវេលាយូររីករាយស្ដាប់សាច់រឿងបងរុនទាំងអស់គ្នាបងរុនគាត់បានយកសាច់រឿងមួយដែលកើតឡើងនៅក្នុងឆ្នាំ2010ដែលគាត់បានជួបជាក់ស្ដែងក៏ដូចជាដោយសារតាគាត់នឹងរស់នៅក្នុងភូមិកើតហេតុនឹងផ្ទាល់តែម្ដងសាច់រឿងរបស់គាត់នឹងនិយាយអំពីយុវជនម្នាក់ដែលមកពីរួមធុងបាសពេលយប់វិញត្រូវព្រាយសន្ធិដ្ឋដែលទស្សនវិជ្ជាវាគួរឲ្យរន្ធត់គួរឲ្យខ្លាចអញ្ចឹងណាបងប្អូនដែលគាត់ថាកាលពីឆ្នាំ2010ហ្នឹងពេលហ្នឹងវាជាខែប្រាំងទេហើយនៅក្នុងស្រុកភូមិការចំនួនហ្នឹងស្ទាវឬក៏បងប្អូនវិជាពលរដ្ឋក្នុងភូមិមិនថាក្មេងមិនថាចាស់ទេឲ្យតែមានកម្មវិធីអាពាហ៍ពិពាហ៍កម្មវិធីបុណ្យបច្ច័យ4បុណ្យអីចឹងតែងតែជួលធុងបាសមកចាក់កំដរភ្ញៀវនិងពេលយប់ចឹងគេមានការរួមរែកចឹងណាហើយនៅក្នុងភូមិប្រជាពលរដ្ឋឲ្យតែពេលប្រលប់រួចដៃពីការងារចឹងទៅគាត់តែងតែទៅចូលរួមរំលែកនៅក្នុងវងធុងបាសហ្នឹងនៅក្នុងហ្នឹងមានឈ្មោះប្អូនប្រុសម្នាក់ដែលគាត់បានទៅដើរលេងជាមួយនឹងមិត្តភ័ក្តិរបស់គាត់និងទៅបានទៅរំលែកនៅក្នុងវងធុងបាសដែលមានកម្មវិធីការចឹងនៅក្នុងភូមិហើយបងរុនគាត់បានថាប្អូនប្រុសហ្នឹងគាត់ឈ្មោះរ៉ាប្អូនប្រុសរ៉ាហ្នឹងគាត់បានទៅចូលរួមរំធុងបាសរហូតដល់តែគេបិទបាសប្រហែលជាម៉ោង11យប់ទើបត្រឡប់ទៅផ្ទះវិញផ្ទះគាត់ហ្នឹងមិននៅឆ្ងាយប៉ុន្មានពីកន្លែងរំធុងបាសហ្នឹងទេគឺនៅគៀកគ្នាដែរទេរំលងប្រហែលជា4ទៅ500ម៉ែត្រនិយាយចំទៅគឺរំលងមួយវាលទៅគឺដល់ផ្ទះគាត់ហើយជាក់ស្ដែងផ្ទះរបស់គាត់ហ្នឹងគឺនៅពីមុខផ្ទះហ្នឹងគឺមានដើមអំពិលទឹកប្រាំងយ៉ាងធំមួយដែលមានអាយុកាលហ្នឹងមិនតិចជាង60ឆ្នាំទេហើយបងរុនគាត់ថាពេលដែលគាត់កើតមកធំនឹងក្តីហ្នឹងគឺឃើញដើមអំពិលទឹកប្រាំងហ្នឹងនៅតែប៉ុណ្្នឹងទៅហើយគាត់ក៏បានសួរទៅមីងម្ចាស់ផ្ទះដែលជាម្ដាយរបស់បងរ៉ានឹងដែរថាហេតុអីបានជាមិនកាប់មិនលក់មិនដូរអីចឹងណាហើយម្ដាយរបស់បងរ៉ានឹងបាននិយាយថាវាជាដើមពីដូនពីតាមកមិនកាប់មិនលក់ទេអញ្ចឹងណាអញ្ចឹងបន្ទាប់ពីបងរ៉ានឹងបានវិលត្រឡប់ពីរួមធុងបាសនឹងទៅផ្ទះវិញផ្ទះរបស់គាត់នឹងបានចាក់សោលលបងពីខាងក្រៅដោយឪពុកម្ដាយរបស់គាត់នឹងបានចូលសម្រានអស់ហើយអញ្ចឹងបងរ៉ានឹងអត់មានសោចូលផ្ទះទេពេលហ្នឹងហើយមិនដឹងថាយ៉ាងម៉េចទេបានជាគាត់ផ្លោះរបងហ្នឹងតាមដើមអំពិលទឹកប្រាំងហ្នឹងចូលទៅក្នុងផ្ទះបានហើយក៏បានឡើងទៅដេកបាត់ទៅហើយសាច់រឿងបន្ទាប់មកទៀតហ្នឹងគឺព្រលឹមឡើងហ្នឹងក៏មានការផ្អើលឆោឡោដោយហេតុថាវាមានរឿងរ៉ាវប្លែកកើតឡើងនៅពេលព្រឹកហ្នឹងតែម្ដងបងរុនក៏បានបន្តទៅថាពេលដែលប្អូនរ៉ាបានលោតផ្លោះលបងតាមដើមអំពិលទឹកប្រាំងចូលទៅផ្ទះហ្នឹងវាមិនមានហេតុការណ៍អីចម្លែកកើតឡើងទេប៉ុន្តែនៅពេលព្រឹកឡើងទើបម្ដាយរបស់ប្អូនរ៉ានឹងមានការភ្ញាក់ផ្អើលដោយហេតុថាគាត់ហៅប្អូនរ៉ាឲ្យចុះដីគឺមិនព្រមចុះទេគឺប្អូនរ៉ាបាននៅក្នុងបន្ទប់របស់គេកន្លែងដែលគេគេងហ្នឹងគឺមិនព្រមចេញទៅណាទេរហូតទាល់តែពេលថ្ងៃទើបមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារថាពេលហ្នឹងម្ដាយរបស់ប្អូនរ៉ាហ្នឹងអង្គុយហូបបាយនៅក្រោមផ្ទះហើយស្រែកទៅហៅប្អូនរ៉ាដែលនៅក្នុងបន្ទប់គេហ្នឹងដែលមិនព្រមចុះដីហ្នឹងឲ្យហៅមកហូបបាយប៉ុន្តែហៅយ៉ាងណាក៏ប្អូនរ៉ាមិនឆ្លើយដែររហូតមួយសន្ទុះក្រោយមកម្ដាយរបស់គាត់ហ្នឹងក៏បានរៀបចំដុសបាយហូបក៏ស្រាប់តែមានសម្រក់ឈាមពីលើកន្លែងប្អូនរ៉ាគាត់ដេកហ្នឹងមកស្រក់មកវាត្រូវនឹងលើក្រែដែលម្ដាយរបស់គាត់កំពុងតែដុសបាយនៅខាងក្រោមហ្នឹងទើបធ្វើឲ្យម្ដាយឪពុករបស់ប្អូនរ៉ាហ្នឹងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏ស្ទុះស្ទាបញ្ញាប់ឡើងទៅមើលកូនប្រុសនៅលើផ្ទះនៅពេលដែលគាត់ឡើងទៅដល់ឃើញទស្សនវិជ្ជាកូនប្រុសរបស់គាត់ហ្នឹងគឺពិតជាស្រាវស្រើបនិងគួរឲ្យខ្លាចមែនទែន
ដោយគាត់ឃើញទស្សនភាពកូនប្រុសរបស់គាត់នឹងកំពុងតែយកកន្ត្រៃចាក់ពោះខ្លួនឯងហើយនឹងកំពុងតែស្រាវពោះវិនចេញមកខាងក្រៅនៅពេលម្ដាយឪពុករបស់ប្អូនរាឃើញបែបហ្នឹងក៏ស្ទុះទៅចិត្តកូនដែរប៉ុន្តែត្រូវប្អូនរានឹងក្រវិះកត្រៃនឹងធ្វើឲ្យមានរបួសដល់ទាំងម្ដាយរបស់គាត់ទៀតបន្ទាប់ពីឃើញបែបហ្នឹងឪពុករបស់ប្អូនរានឹងក៏បានចូលទៅកងលើកប្រពន្ធចេញមកខាងក្រៅហើយប្អូនរាផ្ទាល់តែម្ដងគឺនៅកំពុងតែស្រាវពោះវិនមើលទៅហាក់បីដូចជាមិនមែនប្អូនរាកំពុងតែធ្វើនៅរឿងរ៉ាវអស់ទាំងនឹងនោះទេព្រោះហេតុថាប្រសិនបើមនុស្សយើងផ្ទាល់មានវិញ្ញាណមានលក្ខណៈជាសាច់ជាឈាមប្រកបណាស់ជាឈឺមិនអាចទៅធ្វើរឿងផ្ដេសផ្ដាស់បែបហ្នឹងបានទេហើយមើលទៅទស្សនវិជ្ជាវាគួរឲ្យរន្ធត់ថែមទៀតផងអញ្ចឹងយើងអាចគិតសន្មតបានថាអាចនឹងមានវិញ្ញាណអាក្រក់ណាមួយកំពុងតែសន្តិដ្ឋនៅលើរូបរាងកាយរបស់ប្អូនរាទើបធ្វើឲ្យប្អូនរានឹងមានអាការៈចម្លែកហួសពីការស្មានបែបហ្នឹងអញ្ចឹងណាបងរុនគាត់បានបន្តទៀតថាប្អូនរានៅតែធ្វើបែបហ្នឹងហាក់បីដូចជាមិនមានការឈឺចុកចាប់អ្វីទេឪពុករបស់គាត់ឃើញបែបហ្នឹងហើយក៏បានលើកប្រពន្ធរបស់គាត់ហ្នឹងចុះមកដីវិញហើយក៏ស្រែកឲ្យអ្នកភូមិមកជួយខាត់ឲ្យមកជួយចាប់ប្អូនរាហ្នឹងកុំឲ្យធ្វើបែបហ្នឹងទៀតក្រែងអាចសង្គ្រោះអាយុជីវិតរបស់ប្អូនរាបានតែជាអកុសលបងរុនគាត់ថាប្អូនរាមិនអាចគេចផុតពីក្រញាំព្រៃបិសាចដែលកំពុងតែសន្ធិដ្ឋនៅខ្លួនប្រាណរបស់គាត់នឹងទេគឺព្រៃបិសាចនឹងបានសន្ធិដ្ឋរូបរាងកាយរបស់ប្អូនរាហើយបានធ្វើការស្រាវពុះវិនពុះតាំងប្អូនរានឹងចេញមកក្រៅទាំងអស់រហូតតលតែប្អូនរាទ្រាំទ្រនៅអាការៈឈឺចុកចាប់នឹងលែងបានក៏ដួលសន្លប់បាត់ទៅបន្ទាប់ពីប្អូនរាបានដួលសន្លប់បែបហ្នឹងទៅបងប្អូនចិត្តខាងក៏ដូចជាឪពុករបស់ប្អូនរានឹងក៏បានចូលទៅលើកសាកសពរបស់ប្អូនរាឡើងឃើញថាប្អូនរាពិតជាបានបាត់បង់ជីវិតបាត់ទៅហើយធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការងឿងឆ្ងល់យ៉ាងខ្លាំងហើយមិនដឹងថាព្រាយមកសន្ធិដ្ឋឬក៏ប្អូនរាជាអ្នកសាងនៅអំពើបែបនេះដោយខ្លួនឯងនោះទេកម្មវិធីបុណ្យសពរបស់ប្អូនរាក៏ចាប់ផ្ដើមឡើងបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិហ្នឹងក៏បានជួយយ៉ាងសស្រាក់សស្រាំទៅមិនយូរប៉ុន្មានកម្មវិធីបុណ្យសពហ្នឹងក៏បានបញ្ចប់រហូតដល់បុណ្យ7ថ្ងៃរួចរាល់ម្ដាយរបស់ប្អូនរាហ្នឹងមិនអស់ចិត្តនោះទេបានទៅរកគ្រូទាយដើម្បីឲ្យទាយមើលថាតើហេតុអីបានជាប្អូនរាមានអាការៈសាហាវខូខើមើលទៅទស្សនវិជ្ជាពេលដែលប្អូនរាស្រាវពោះវៀនចេញមកក្រៅហ្នឹងវាគួរឲ្យរន្ធត់បែបហ្នឹងគាត់បានទៅរកគ្រូទាយមើលហើយពេលនោះផងដែរគ្រូទាយក៏បានប្រាប់នៅម្ដាយប្អូនរាថាប្អូនរាត្រូវព្រាយដើមអំពិលទឹកបារាំងដែលនៅនឹងមុខផ្ទះរបស់គាត់នឹងគឺចូលសន្ធិដ្ឋដោយហេតុថាព្រាយនឹងខឹងប្អូនរាដើរលេងយប់មិនចូលផ្ទះហើយថែមទាំងឡើងផ្លោះរបងតាមដើមកន្លែងដែលគេដេកពូនអញ្ចឹងណាព្រោះដោយសារតាពេលយប់ហ្នឹងគឺប្អូនរាបានមកពីដើររំធុងបាសវិញហើយក៏បានឡើងតាមដើមទឹកបារាំងហ្នឹងផ្លោះចូលរបងដើម្បីចូលទៅក្នុងផ្ទះអញ្ចឹងទៅអញ្ចឹងដឹងការពិតជាក់ស្ដែងម្ដាយរបស់បងរាក៏បានសួរទៅហារាទស្សទាយនឹងថាតើធ្វើបែបម្ដេចទើបអាចកម្ចាត់នៅព្រៃបិសាចចង្រៃអត្តបាតនឹងបានអញ្ចឹងណាគ្រូទាយក៏បាននិយាយថាមានតែហៅអញ្ជើញអាចារ្យក៏ដូចជាឬក៏បច្ច័យអន្តការវត្តដើម្បីឲ្យទៅសូត្រមន្តក៏ដូចជាប្រក្រាបនៅបិសាចព្រាយនឹងបន្ទាប់មកម្ដាយរបស់ប្អូនរានឹងក៏បានទៅនិមន្តព្រះគ្រូចាអន្តការវត្តដែលវត្តនៅក្នុងស្រុកភូមិហ្នឹងដើម្បីមកពាត់សីមាក៏ដូចជាធ្វើការកាប់រំលំនៅដើមទឹកបារាំងនឹងចេញដើម្បីកុំឲ្យព្រាយបិសាចហ្នឹងធ្វើបាបទៅលើគ្រួសាររបស់គាត់ទៀតអញ្ចឹងទៅបន្ទាប់ពីមានការធ្វើនៅពិធីបែបហ្នឹងហើយនៅក្នុងផ្ទះរបស់គាត់ហ្នឹងក៏លែងមាននៅរឿងហេតុភេទអីចម្លែកដែរប៉ុន្តែគួរឲ្យសោកស្ដាយនោះថាប្អូនរាដែលត្រូវជាកូនរបស់គាត់ហ្នឹងគឺត្រូវបាត់បង់ជីវិតដោយមិនបាននៅត្រៀមចិត្តត្រៀមកាយក៏ដូចជាមិនមាននៅជំងឺអ្វីស្ទាល់តែសោះសុខក៏ស្រាប់តែត្រូវព្រាយមកសន្ធិដ្ឋបែបហ្នឹងធ្វើឲ្យគ្រប់គ្នាមានការសោកស្ដាយក៏ដូចជាធ្វើការចូលរួមរំលែកទុក្ខទៅកាន់ក្រុមគ្រួសាររបស់ប្អូនរាហើយសាច់រឿងរបស់បងរុនក៏បានមកដល់ទីបញ្ចប់អញ្ចឹងសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានរីករាយស្ដាប់មកដល់ចប់ហើយ
សូមបងប្អូនជួយចុច Subscribe ចុច Like ចុច Comment ម្នាក់មួយផងដើម្បីជាការលើកទឹកចិត្តមកកាន់ខ្ញុំបាទហើយសូមអរគុណបងប្អូនទាំងអស់គ្នានៅក្នុងរាត្រីនេះគឺមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលា